សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំមកនិយាយអំពីការ install Ubuntu នៅលើ Windows Workstation ហើយជាដំបូងយើងត្រូវបង្កើតម៉ាស៊ីនមួយយើងយក custom មកហើយយើង next មក next ហើយ next ទៀតមកហើយកន្លែងនេះយើងយក Linux ហើយ version នេះយើងយក Ubuntu 64 bit ហើយយើង next ទៀតមកហើយកន្លែងនេះគឺឈ្មោះម៉ាស៊ីនរបស់យើងដាក់មក assume ដើម្បីតាមដែលយើងចង់ដាក់ទេហើយនេះគឺជាទីតាំង file របស់យើងដាក់ណាក៏បានដែរហើយយើងលេចចិត្តមកហើយកន្លែងនេះយើងបាច់ស្រីអីទេដាក់ប៉ុណ្្នឹងហើយលេចចិត្តមកកន្លែងនេះយើងយក 4G ឬក៏ 1G តាមកុងទ័ររបស់យើងហើយយើងលេចមកតែយើងលេចហើយយើងលេចចិត្តមកលេចកន្លែងនេះយើងរើសខាងលើមកដើម្បីឲ្យវាជាមួយ file វាងាយស្រួលក្នុងការយើង copy ចឹងទៅព្រោះយើងរើក្រោមវាច្រើន file អញ្ចឹងវាពិបាកក្នុងការ copy ហើយយើងលេចមកលេចហើយ finish បន្ទាប់មកយើងចូលទៅ CD DVD នេះដើម្បីដាក់ file ubuntu.iso យើងចូលហើយដើម្បី file ហ្នឹងយើងចូលទៅកាន់ Google មកហើយយើងចូលទៅ download file ubuntu ហ្នឹងមកតែខ្ញុំមានស្រាប់ហើយអញ្ចឹងខ្ញុំប្រើទៅរក file ហ្នឹងហើយអូខេចាំមកយើងចុចបើកសិនមកឡាយនេះយើងយកខាងលើហ្នឹងមកហើយ enter មកចាំមកវាដើរតិចសិនឡាយនេះយើងយកអង់គ្លេសហ្នឹងមកហើយយើង enter មកកន្លែងនេះវាមាន continue និង update យើងយកខាងលើហ្នឹងមក update ដើម្បី update វាកំពុង update ហើយកន្លែងនេះយើងយកតាមទៀតមកហើយតាមទៀតហើយយក continue with available ហ្នឹងមកហើយតាមកន្លែងយើងកំពុង testing network របស់យើងឲ្យវាដើរទៅចុះដល់ពេលវាដំណើរការហើយយើងយកតាមទៀតមកហើយយើង tab ពីលើមកក្រោមនេះ tab រហូតដល់តាមនេះទៀតមកហើយតាមហើយ continue កន្លែងនេះគឺជាឈ្មោះម៉ាស៊ីនរបស់យើងហើយឈ្មោះហ្នឹងហើយឈ្មោះម៉ាស៊ីនរបស់យើងហើយនឹងpassword យើងដាក់អីក៏បានដែរតែខ្ញុំគ្រាន់តែ ASUS 33មកវាស្រួលចំណាំហើយ password យើងដាក់ដូចគ្នាមកវាស្រួលចំណាំដែរហើយយើងយកតាមមកហើយយក continue ទៅមកហើយតាមហើយ tab មកក្រោមយើងយកតាមទៅមកវាពង install អញ្ចឹងហ្នឹងហើយវាពង install អញ្ចឹង
hay là cái một năng nhưng sắp cắt ra thì ra là bị dùng cái chăm install cái ra lại đấy nhưng cho reboot theo không máu đây trang web để cho hai anh chơi ở Intel không rồi được tụi bay em vậy rồi username mình một lần đặt một lần cho SU sang vậy password SU sang vậy password về khơi sao security hệ chỗ lại bây giờ click trong về Việt Nam remote ចូលទៅក្នុង Ubuntu យើងត្រូវការ download software មួយទៀតឈ្មោះថា Putty ដើម្បីបាន software ហ្នឹងយើងចូល download ទៅក្នុង Google មកយើងវាយ Putty ហ្នឹងមកហើយយើងយកខាងលើនេះហើយយើងទៅ download មកតែខ្ញុំមានហើយអញ្ចឹងខ្ញុំមិនបាច់ download ទេកន្លែងនេះវាឲ្យយើងវាយ IP address ចូលហើយដើម្បីបាន IP address ហ្នឹងយើងចូលមកវាយនៅក្នុង Ubuntu យើងមកយើងវាយ IP DDR វានឹងបង្ហាញ IP address យើងមកនឹង 192.168.237.146យើងវាយចូលមកហើយដើម្បីយើងដាក់ឈ្មោះវាមកយើងដាក់ SU38 សួរចំណាំខ្ញុំដាក់ដើមហើយយើងចុច save ហើយយើងចុច load ហើយ open ទៅមកកន្លែងនេះយើងវាយមក username យើងមកយើងដាក់ហ្នឹងមក SU38 ដែរហើយ password ចេញមកនេះបានន័យថាវា remote ចូលហើយប៉ុណ្ណឹងចាប់ហើយអ្នកនរគ្នាការ install Ubuntu